กองทัพอากาศไทยនៅថ្ងៃទី22ខែមិថុនាឆ្នាំ2026បានចេញមកសម្ញៃសមត្ថភាពយន្តហោះចម្បាំង F16 និង Gripen របស់ខ្លួនជាសាធារណៈថាបានត្រៀមខ្លួនរួចរាល់ដើម្បីចេញប្រតិបត្តិការទោះក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំក៏ដោយការលើកឡើងបែបនេះត្រូវគេមើលឃើញថាអាចជាសារគំរាមផ្លូវចិត្តបើទោះបីជាគ្មានភាគីណាគំរាមដែនអាកាសថៃតាមការចុះផ្សាយរបស់កាសែតខៅសូតលោកប្រើប៉ាសុនចៃឌីជំនួយការអគ្គមេបញ្ជាការកងទ័ពអាកាសថៃនិងជាប្រធានមជ្ឈមណ្ឌលព័ត៌មានរួមស្ដីពីស្ថានភាពព្រំដែនកម្ពុជាថៃបាននិយាយថាស្ថាប័នសន្តិសុខថៃបានរៀបចំផែនការឆ្លើយតបចំពោះគ្រប់សេណារីយ៉ូតាមព្រំដែនក្នុងរដូវភ្លៀងនេះលោកថាកងទ័ពថៃត្រៀមខ្លួនទាំងកម្លាំងមធ្យោបាយឧបករណ៍ស៊ើបការឃ្លាំមើលនិងកិច្ចសហការរវាងកងកម្លាំងប៉ុន្តែនៅក្នុងបរិបទព្រំដែនកម្ពុជាថៃសារបែបនេះលើសពីការពន្យល់ផ្នែកបច្ចេកទេសនៅពេលដែលស្ថានភាពកំពុងត្រូវការការអត់ធ្មត់ការទប់ស្កាត់វោហារសាស្ត្រយោធានិងការដោះស្រាយដោយសន្តិវិធីការយក F16 និង Gripen មកនិយាយជាសាធារណៈអាចបង្កើតអារម្មណ៍ថាថៃកំពុងបង្ហាញសាច់ដុំយោធាជាជាងបង្ហាញភាពទទួលខុសត្រូវក្នុងការកាត់បន្ថយភាពតានតឹងខៅសូតរាយការណ៍ថាយោធាថៃអះអាងថាថៃនៅតែប្រកាន់យកវិធីសាស្ត្រសន្តិភាពនិងគោរពច្បាប់អន្តរជាតិប៉ុន្តែក៏នៅតែរក្សាការត្រៀមខ្លួនដើម្បីការពារអធិបតេយ្យភាពនិងសន្តិសុខជាតិរបស់ខ្លួនប៉ុន្តែសំណួរគឺថាបើគោលដៅពិតប្រាកដគឺសន្តិភាពហេតុអ្វីត្រូវបញ្ជូនសារអំពីយន្តហោះចម្បាំងនិងសមត្ថភាពប្រតិបត្តិការក្នុងអាកាសធាតុអាក្រក់នៅពេលដែលស្ថានភាពព្រំដែនកំពុងងាយរងការបកស្រាយខុសចំពោះអ្នកតាមដានបញ្ហាព្រំដែនកម្ពុជាថៃដែល News Today បានសាកសួរសារបែបនេះអាចត្រូវបានគេមើលឃើញថាជាការដាក់សម្ពាធផ្លូវចិត្តនិងជាការបង្កើនសម្លេងយោធាដែលមិនចាំបាច់អ្នកជំនាញក្នុងស្រុកលើកឡើងដូចគ្នាថាប្រទេសជិតខាងដែលមានបញ្ហាព្រំដែនមិនគួរប្រើយន្តហោះចម្បាំងជាភាសានយោបាយឡើយអ្វីដែលត្រូវការជាងគេគឺការគោរពព្រំដែនការទប់ស្កាត់សកម្មភាពបង្កហេតុនិងការផ្ដល់ឱកាសឲ្យយន្តការការទូតនិងច្បាប់អន្តរជាតិធ្វើការខ្ញុំរស់សុធាពី News Today NTTVជំនាន់ថ្មីរបស់ Tractor Ford វិវត្តមកជា New Holland កាន់តែទំនើបធន់រឹងមាំកម្លាំងខ្លាំងធ្វើការលឿនជាងមុន